ស្រាប់តែការហេតុចម្លែកអស្ចារ្យជញ្ជាំងរងបាយញ័ររំពើបកកក្រាករបើកឡើងលិចចេញស្ត្រីម្នាក់មានរូបឆោមល្អឆើតឆាយណាស់ចេញពីក្នុងនោះមកកាន់ចង្កឹះត្រាំងមួយគូដើរចូលទៅជិតផ្ទះធ្វើឲ្យនាងចុងភៅទេវតាភ័ន្តភាំងស្មារតីអើយព្រះអើយមានរឿងអីចេះមិនក៏សុករងចុងភៅនេះក៏ក្រាករំពើបញ័រខ្លាំងម្ល៉េះអូយនាងជាតាណាមកពីណាមិនក៏ចេញពីជញ្ជាំងនេះបានកុំចង់ដឹងរឿងរបស់យើងមកសួរនាំព្រោះកិច្ចការរបស់យើងតែប៉ុណ្ណោះណែពួកមច្ឆាទាំងឡាយឯងកំពុងជាប់កិច្ចរវល់មែនទេយ៉ាងម៉េចបានជាមិនលឺតបនឹងយើងសួរថាពួកឯងកំពុងជាប់កិច្ចរវល់មែនទេបានកំពុងជាប់កិច្ចការមែនប៉ុន្តែបើម្ចាស់ថ្លៃចេញទៅពួកយើងក៏ចេញទៅដែរបើអ្នកសងបំណុលគេពួកយើងក៏សងបំណុលគេដែរតែបើអ្នករត់គេចពួកយើងមានជ័យជំនះហើយយើងនឹងសប្បាយចិត្តល្អបើអញ្ចឹងពួកឯងមកតាមយើងមកស្ត្រីម្នាក់នោះនិយាយដូច្នេះហើយក៏ចាប់ខ្ទះជៀនផ្កាត់ទៅក្នុងភ្លើងរួចក៏ដើរចេញទៅតាមកន្លែងជ្រែកជញ្ជាំងនោះវិញបាត់ទៅធ្វើឲ្យជញ្ជាំងនោះចិត្តដូចដើមវិញអូយព្រះអើយយើងមិនដែលជួបប្រទះទេត្រីអីក៏កាត់ហេតុអស្ចារ្យយ៉ាងនេះអូយស្លាប់ហើយអូយធ្វើម៉េចទៅបើត្រីធ្លាក់ចូលទៅក្នុងភ្លើងខ្លោចខ្មៅញួយបែបនេះយើងធ្វើក្រយ៉ាស្ងោយថ្វាយព្រះអង្គមិននឹងកើតទៅហើយថាម៉េចបានទៅជាអញ្ចឹងយើងមិនជឿទេលោកមហាមាតខ្ញុំហ៊ានយកក្បាលខ្ញុំមកធានាខ្ញុំពិតជាជួបរឿងបែបនេះពិតមែននៅពេលដែលលោកយកត្រីមកឲ្យខ្ញុំក៏ចាត់ចែងលាងសម្អាតយកមកចម្អិនថ្វាយព្រះអង្គភ្លាមពេលដែលខ្ញុំយកត្រីនោះទៅបំពងក្នុងខ្ទះឆ្អិនបានមួយចំហៀងហើយក៏ទៅប្រែត្រីស្រាប់តែមានរឿងហេតុកើតឡើងធ្វើឲ្យខ្ញុំភ័យតក់ស្លុតខ្លាំងណាស់សូមរកមធ្យោបាយជួយខ្ញុំផងលោកបើមិនចឹងទេព្រះអង្គយកទោសខ្ញុំហើយហើយតើពេលនេះយើងគួរធ្វើយ៉ាងម៉េចល្អទៅគួរយកពាក្យអ្វីទៅដោះស្រាយជាមួយនឹងព្រះអង្គដើម្បីកុំឲ្យព្រះអង្គយកទោសសូមក្រាបថ្វាយបង្គំព្រះអង្គទូលបង្គំមានការសំខាន់មកទូលថ្វាយក្រាបទូលតើលោកមានការអីមហាមាតក្រាបទូលព្រះអង្គត្រីដែលតានេសាទយកមកថ្វាយព្រះអង្គកាលពីព្រឹកមិញនេះទូលបង្គំបានយកទៅឲ្យចុងភៅទេវតាធ្វើតាមព្រះរាជបញ្ជាព្រះអង្គហើយតែនាងចុងភៅទេវតាបានប្រាប់មកខ្ញុំថាត្រីនេះបើចង់ធ្វើកាយ៉ាស្ងោយឲ្យមានរសជាតិឆ្ងាញ់ខ្លាំងបំផុតនោះត្រូវទុកត្រីនេះអបជាមួយគ្រឿងមួយយប់សិនទើបចំអិនត្រីនេះទៅមានឲ្យជារសឆ្ងាញ់ពិសេសក្រាបទូលអូអញ្ចឹងហ៎មិនអីទេឲ្យនាងចុងភៅធ្វើតាមស្រួលចុះអរព្រះគុណព្រះអង្គលោកមហាមាតបានមកទូលដោះសារជាមួយព្រះអង្គរួចហើយគាត់ក៏បានទៅរកតានេសាទដើម្បីឲ្យជួយរកត្រី4000នោះមកឲ្យគាត់ណែតាពេលនេះខ្ញុំមានការត្រូវឲ្យតាធ្វើតាអាចទៅរកត្រី4000ដូចពីព្រឹកមិញដែលយកទៅថ្វាយព្រះអង្គនឹងមកឲ្យខ្ញុំបានទេជម្រាបលោកមហាមាតខ្ញុំអាចទៅរកបានពិតមែនហ៎បើអញ្ចឹងតាឯងទៅរកត្រីនោះមកឲ្យយើងជាបញ្ញាប់មកយើងនឹងឲ្យប្រាក់តាឯង200កហបណៈទេលោកមហាមាតពេលនេះជិតយប់ទៅហើយខ្ញុំមិនអាចទៅបានទេព្រោះផ្លូវនោះឆ្ងាយណាស់ឡើងភ្នំចុះភ្នំទម្រាំទៅដល់កន្លែងនោះមិនងាយទេតែខ្ញុំសន្យាថានឹងក្រោកទៅរកត្រីនោះមកឲ្យលោកបានពីព្រឹកដើម្បីទាន់ពេលធ្វើកិរិយាស្ងោយថ្វាយព្រះអង្គថ្ងៃត្រង់តែម្ដងលោកមហាមាតអញ្ចឹងក៏បានតែតាត្រូវទៅរកមកឲ្យខ្ញុំជាបញ្ញាប់ឮទេនេះជាប្រាក់រង្វាន់តាយកទៅចុះអរគុណលោកមហាមាតព្រះអង្គអាចស្មានបានទេថាតាស្ត្រីចុងភៅពិសេសនោះអាចកិច្ចរួចផុតពីទោសប្រហារជីវិតដែរទេពិបាកស្មានណាស់តែយើងពិតជាពិរោះស្ដាប់មែននាងនិទានបន្តទៀតមកព្រោះពេលនេះមេឃនៅមិនទាន់ភ្លឺទេមែនហើយបងស្រីខ្ញុំមកពិតជាចង់ដឹងខ្លាំងណាស់ហេតុអីក៏ត្រី4000នោះជៀនរួចកាត់ហេតុភេទចម្លែកបែបនេះរឿងនេះមានដំណើរវែងឆ្ងាយណាស់បងស្រីព្រះអង្គជាទីគោរពនៅពេលដែលតានេសាទទទួលប្រាក់រង្វាន់ពីលោកមហាមាតរួចហើយពួកគាត់ក៏បែកផ្លូវគ្នារៀងខ្លួនលុះព្រឹកឡើងតានេសាទរត់រះទៅកាន់ត្រពាំងធំនោះបងសំណាញ់ចុកត្រីបាន4000ដូចមុនទៀតហើយយកមកប្រគល់ឲ្យលោកមហាមាតឯលោកមហាមាតទទួលបានត្រីនោះហើយសប្បាយចិត្តណាស់ក៏យកទៅឲ្យនាងចុងភៅទេវតាចាត់ចែងធ្វើក្រយ៉ាស្ងោយជាបន្ទាន់ហើយគាត់ក៏ឈរនៅទីនោះដើម្បីចាំមើលថាតើមានហេតុការណ៍អ្វីកើតឡើងដោយសម្ដីដែលនាងចុងភៅនោះនិយាយដែរឬទេ
ទៀតឲ្យលោកមហាម៉ាតនាងនោះវាចេញមកហើយអើយ ពិតជាចម្លែកមែននាងជាណាមិនបានជាអាចជ្រែកចិញ្ចឹងរោងនេះបានក ុំមកចង់ដឹងរឿងរបស់យើងមកសួរនាំពីកិច្ចការយើងតែប៉ុណ្ណោះណែពួកមច្ឆាទាំងឡាយឯងកំពុងជាប់កិច្ចរវល់មែនទេយ៉ាងម៉េចបានជាមកលឺតបនឹងយើងសួរថាពួកឯងកំពុងជាប់កិច្ចរវល់មែនទេបានកំពុងជាប់កិច្ចមែន